កាលមិនទាន់ឡើងកាន់អំណាចលោកម្ចាស់បានរៀបការជាមួយអ្នកសក់ហើយមានកូនប្រុសមួយឈ្មោះខុនធិនតែក្រោយមកលោកម៉ៅនៅវត្តសុភីបានយកកូនក្រមុំមួយឈ្មោះអឹងមកជូនលោកម៉ៅបានរកអាគមគាថាស្នេហ៍យ៉ាងច្រើនដាក់លោកម្ចាស់ក៏តែងតាំងអ្នកស្រីអឹងនេះជាលោកស្រីជំទាវធំជាងប្រពន្ធដើមទៅទៀតដែលគេហៅថាលោកស្រីអឹងជាប្រពន្ធធំនេះមានកូន4នាក់គឺខុនឈឿមខុនលឿមខុនរឿននិងខុនឈួងហៅពុតនៅពេលឡើងកាន់អំណាចភ្លាមលោកម្ចាស់ក៏ចាត់ចែងរើសស្រីក្រមុំរូបស្អាតមកធ្វើជាស្រីរបាំដែលបានคล้ายម្ដងមួយជាប្រពន្ធចុងតាមច្បាប់គេហៅប្រពន្ធចុងទាំងនេះថាម៉មតែរាជខ្មែរទម្លាប់តែតាមខ្លួនហៅថាអ្នកដូចជាអ្នកលម៉ាយអ្នករតជាដើមប្រពន្ធចុងលោកម្ចាស់មានច្រើនណាស់ប្រហែលជាង40នាក់តែប្រពន្ធខ្លះមិនមានកូនបានសុំលាលោកម្ចាស់ចេញទៅនៅក្រៅកំផែងហើយក៏មានគ្រួសារផ្សេងទៅប្រពន្ធចុងភាគច្រើនសុទ្ធតែមានកូនមួយតែខ្លះមិនមានកូនទេក៏សុកចិត្តនៅស្មោះត្រង់ជាមួយលោកម្ចាស់រហូតដល់លោកម្ចាស់ទទួលមរណភាពដោយសារតែលោកម្ចាស់មានប្រពន្ធច្រើននេះហើយបានជាលោកស្រីអឹងកើតទុក្ខរីងរៃឈឺចាប់គ្មានលួសថ្ងៃគាត់កើតជំងឺមួយយ៉ាងគឺគាត់ខ្លាចសពខ្លាចគ្រប់ខ្លាចជាងគេគឺសម្លេងឆ្កែលូគេតែងតែចាត់ឲ្យវាយសម្លាប់ឆ្កែទាំងអស់ដែលលូឮដល់លោកស្រីលោកព្រះឃ្លាំងជាឪពុកបានរិះរកគ្រប់មធ្យោបាយដើម្បីព្យាបាលលោកស្រីនិងបន់ស្រន់ព្រះអង្គខ្មៅដែលជាព្រះពុទ្ធរូបស័ក្តិសិទ្ធិនៅវត្តកណ្ដឹងដោយសុំសាងព្រះវិហារមួយថ្វាយបើកាលណាកូនស្រីបានធូរស្បើយលោកស្រីអឹងបានធូរស្បើយបន្តិចគាត់ក៏ចាត់សាងព្រះវិហារមួយនៅខាងត្បូងព្រះវិហារចាស់ដែលយើងឃើញសពថ្ងៃនេះគឺលោកស្រីអឹងនេះហើយដែលជាអ្នកចាត់ចែងស្ថាបនាព្រះវិហារវត្តដំរីសសពថ្ងៃនេះតែលោកស្រីអឹងមិនរស់បានយូរទេអាការៈរោគប្រទាញគាត់ឲ្យទទួលមរណភាពនៅមុនពេលដែលលោកម្ចាស់ទៅបេក្ខស្ចឹមទៅទៀតគេធ្វើបុណ្យសពលោកស្រីអឹងយ៉ាងអឹកធឹកនៅមុខវត្តដំរីសប្រពីលោកយាយណោមបានរាយឈ្មោះប្រពន្ធនឹងកូនលោកម្ចាស់យ៉ាងច្បាស់លាស់ដោយដែលមានចុះឈ្មោះនៅក្នុងបញ្ជីខាងក្រោមនេះតែក្នុងបញ្ជីនេះមានតែឈ្មោះប្រពន្ធដែលមានកូនឬដែលស្មោះត្រង់នឹងលោកម្ចាស់រហូតដល់ស្លាប់មិនមានឈ្មោះប្រពន្ធដែលបានលាលោកម្ចាស់ទៅមានប្តីផ្សេងទេនៅពេលលោកម្ចាស់ទៅបេក្ខស្ចឹមលោកម្ចាស់បានដឹកមាសពេជ្រទ្រព្យសម្បត្តិជាង100រទេះដែលលោកម្ចាស់ទាយកពីប្រជារាស្ត្រស្រុកបាត់ដំបងយកទៅទុកឯស្រុកសៀមជាសម្បត្តិផ្ទាល់ខ្លួននៅពេលមុនគាត់ទទួលមរណភាពគាត់បានចែកកេរមរតកដល់កូនទាំង4របស់លោកស្រីអឹងមានផ្ទះសម្បែងទ្រព្យសម្បត្តិរាប់មិនអស់ទេព្រោះគេជាកូនប្រពន្ធធំឯខុនធិនដែលជាកូនអ្នកសក់ដែលស្លាប់នៅស្រែអន្ទាក់នោះក៏បានមរតកដែរហើយមរតកនេះបានធ្លាក់ទៅនាយជាកូនស្រីរបស់គាត់ដែលមានផ្ទះនៅក្បែរវត្តពូក្នុងបន្ទាប់ពីលោកស្រីអឹងគឺកូនអ្នកលម៉ាយទាំង3ដែលទទួលប្រាក់ច្រើនជាងគេគឺបាន100,000 បាតក្នុងម្នាក់ក្រៅពីនេះកូនដតីទៀតបានពី3ទៅ80000 បាតកូនខ្លះដូចជាខុនថែបខុនខាបខុនខួងខុនឈៀតដែលទៅបន្តវិជ្ជានៅប្រទេសបារាំងត្រូវបានកាត់20,000 បាតចេញព្រោះមានចំណាយច្រើនកាលនៅរៀនកូនស្រីបានមរតកតិចជាងគេគឺបានតែ30,000 បាតទេតែខុនឈប់ដែលឆ្លោះជាមួយម្ដាយត្រូវលោកម្ចាស់កាត់កាលមិនចែកកេរអាករឲ្យទេសូមបញ្ជាក់ថាក្នុងចំណោមកូនលោកម្ចាស់ទាំងអស់ខុនខួងគឺខួងអភ័យវង្សនេះដែលមានងារជាលួងកោវិតនោះមានចំណេះវិជ្ជានិងឋានៈខ្ពស់ជាងគេលួងកោវិតនេះ
ជាអ្នកដឹកនាំបកប្រជាធិបតេយ្យជាមួយលោកសេនីយ៍6ធ្លាប់បានចូលរួមក្នុងរដ្ឋប្រហារឆ្នាំ 1932 រៀបចំឲ្យមានរដ្ឋធម្មនុញ្ញនៅប្រទេសសៀមហើយធ្លាប់បានឡើងឋានៈជារដ្ឋមន្ត្រីទី1នៅឆ្នាំ 1944 ដល់ឆ្នាំ 1945 រៀម